សួស្តីអ្នកទាំងអស់គ្នាតែថ្ងៃនេះខ្ញុំមាន sharing section មួយតទៅនឹងការ download CentOS នៅលើ VMware Workstation របស់យើងអញ្ចឹងណាអញ្ចឹងជាដំបូងយើងចូលមកកាន់ Firefox របស់យើងមកយើងធ្វើការ search ទៅលើពី CentOS download នេះមកអញ្ចឹងនៅក្នុងនេះវាជា link ដែលយើងធ្វើការចុចទៅលើ download នេះមកចឹងក្នុងនេះមុននឹងធ្វើការដល់config ទៅលើ VMware ឬក៏នៅក្នុង VMware Workstation ហ្នឹងយើងត្រូវការ file មួយដែលមានឈ្មោះថា ISO ចឹងណាចឹងនៅក្នុងនេះវានឹង list មកហើយតែតទៅនឹង file មួយចំនួនដែលយើងធ្វើការ config ឬក៏គេ list មកតែតទៅនឹងវា fit ជាមួយនឹងយើងចឹងទៅចឹងនៅក្នុងនេះយើងធ្វើការ download ទៅលើ x86.64 នេះមកចឹងយើងអាចមើលទៅលើកន្លែងនេះបានចឹងយើងអាចធ្វើការចុចទៅលើ download នេះមកអូខេតែតកន្លែងនេះវានឹង load មកហើយតែយើងធ្វើការ download ទៅលើ file មួយនឹងអញ្ចឹងណាហើយនៅក្នុងនេះវាមានជា option ដូចគ្នាតែតនឹង option ទី1គឺ version 10ហើយនិង option ទី2 version 9អញ្ចឹងទៅហើយតែតកន្លែងនេះដែរដោយសារតែខ្ញុំធ្វើការ download រួចរាល់ហើយអញ្ចឹងណាចឹងក្នុង folder download របស់យើងក៏យើងមានfile CentOS ដែលយើងបានធ្វើការ download មុននឹងអញ្ចឹងដូចគ្នាអូខេអញ្ចឹងយើងចូលទៅកាន់ VMware របស់យើងទៅមុនទៅដើម្បីធ្វើការ config ទៅលើ CentOS នឹងដូចគ្នាទៅអូខេអញ្ចឹងដើម្បីធ្វើការ create ទៅលើឬក៏ config ទៅលើ CentOS នៅក្នុង VMware របស់យើងហើយនេះជា version ដែលខ្ញុំបាន create មុនហ្នឹងអញ្ចឹងដើម្បីធ្វើការ create ទៅលើ VMware CentOS នៅក្នុង VMware អញ្ចឹងយើង click create folder បន្តិចហើយវានឹងជ្រើសរើស folder ឬក៏ file ដែលយើង store ទុកនៅលើ CentOS ហ្នឹងដែលយើងបាន install មុនហ្នឹងអញ្ចឹងខ្ញុំបានជ្រើសហើយបន្តមកទៅពាក្យ next ហើយនៅក្នុងនេះវាមានជា full name ហើយនឹង last name ហើយនឹង password របស់យើងដូចគ្នាអញ្ចឹងខ្ញុំសូមដាក់ទៅ full name តេស្តហើយ username passwordបន្តមកទៀតខ្ញុំធ្វើការរូបពាក្យ next ហើយកន្លែងមួយនេះគឺកន្លែងដែលយើងធ្វើការស្តុកនៅក៏ដូចជា location ដែលយើងធ្វើការទុកវាអីចឹងទៅអូខេចឹងខ្ញុំធ្វើការទុកនៅក្នុង virtual ទៅណា virtual machine របស់យើងហើយកន្លែងនេះវាជា default machine name របស់យើងចឹងណាចឹងបើយើងចង់ដាក់ជា default របស់វាក៏បានយើងចង់ rename វាថ្មីក៏បានចឹងទៅចឹងកន្លែងនេះជា minimum size របស់វាដោយជា default វាបង្កើតមក20អញ្ចឹងណាហើយទៅតងកន្លែងនេះខ្ញុំសូមយកជា store វាជា disk as a single file តែវាមានជា option ដូចគ្នាយើងចង់ store វាជា multiple file ក៏បានហើយ store វាជា single file ក៏បានចឹងទៅយើងបន្តមកយើងចុចពាក្យ next បន្តមកទៀតវានឹងចូលមកកាន់កន្លែង customize ទៅលើhardware របស់យើងអញ្ចឹងយើងអាច customize តាមអ្វីដែលយើងមានទៅ spec របស់យើងដាក់តាម spec របស់ computer យើងអញ្ចឹងទៅក្នុងនេះខ្ញុំយក 4G ហើយបន្តមកទៀតកន្លែងនេះយើងចុចទៅលើពាក្យ finish ហ្មងទៅដែលយើងអត់ config ច្រើនទេអញ្ចឹងវានឹងធ្វើការចូលមកកាន់ virtual machine របស់យើងមួយទៀតដើម្បីធ្វើការ install ទៅលើ file CentOS របស់យើងអញ្ចឹងទៅ
chẳng vì mình đo screen ní chẳng lại ní dân thờ config một chân nón để toàn nó nâng root password hay nâng user creation install destination hay nâng software selection chẳng tờ ok nhưng xong chạy tờ installation destination cái này vì miền local standard đi chẳng cái này vị trí mà pay chỉ cả bit ok xong cho cả biệt đón tao một tiết còn trongนี้យើងបង្ហាញជា root password មួយដោយក្នុងនេះខ្ញុំបានខ្ញុំ define ទៅលើ password ទៅលើ root របស់យើងអញ្ចឹងទៅជា root user អញ្ចឹងណាអូខេអញ្ចឹងខ្ញុំសុំវាយទៅលើ password មួយសិនអូខេបន្ទាប់ពីយើងបាន config ទៅលើរបស់មួយចំនួនអញ្ចឹងវានឹងចូលទៅកាន់ការ install នៅលើ program ដែលយើងបាន config មុនហ្នឹងអញ្ចឹងណាអញ្ចឹងកន្លែងនេះយើងមានតែធ្វើការរងចាំវាបន្តទៀតអញ្ចឹងទៅអញ្ចឹងយើងធ្វើការ install វាហើយធ្វើការរងចាំវានៅកន្លែងនេះមកតាណាទៀតអញ្ចឹងទៅអញ្ចឹងកន្លែងនេះយើង install បានជោគជ័យហើយអញ្ចឹងយើងអាច login បានអញ្ចឹងទៅអញ្ចឹងក្នុងនេះខ្ញុំ login ជា user មួយហើយវាយទៅលើ password របស់វាអញ្ចឹងទៅអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ